Hello ទៅកាន់អ្នកមើលទាំងអស់គ្នាខ្ញុំបាទស្មីមើលទៅពួកយើងបែកគ្នាអស់មួយរយៈហើយកុំថានិយាយច្រើនខាតពេកជឿរឿងរបស់យើងនៅក្នុងភាគទី4ដោយយើងឃើញផងដែរថាអូឈីងរបស់យើងគេកំពុងតែមិនសុខចិត្តខ្លួនគេសត្វតែជាស្ដេចបិសាចប៉ុន្តែជាចុងក្រោយត្រឹមតែជាកូនឆ្កែដែលយាមផ្ទះតែប៉ុណ្ណោះហើយគេក៏បានមើលជាមួយនឹងរូបគំនូរនៅមុខរបស់គេផងដែរចំណែកសាច់រឿងក៏បានបង្ហាញចំពោះសនិងខ្មៅដោយពួកគេក៏អាចរើចំពោះទីតាំងនៃផ្ទះរបស់យីហ្វេរបស់យើងឃើញផងដែរមើលតែចំណាយពេលយូរទីបំផុតពួកគេពិតជាអាចរើឃើញអូឈីងវិញក៏ទទួលបានជាមួយនឹងចំហាយនៃការចេតនាសម្លាប់យ៉ាងខ្លាំងក្លាពីមុខផ្ទះរបស់គេចំណែកចំពោះអាពីរអ្នកនេះវិញអត់ចង់និយាយច្រើនទេគ្នាវាម្នាក់ក៏បានបែងចែកជាមួយនឹងថាមពលដើម្បីបំផ្លាញទៅកាន់ផ្លាកសញ្ញាអ្វីមួយដែលនៅមុខផ្ទះរបស់យីហ្វេរបស់យើងចំណែកអូឈីងយើងវិញបានត្រឹមតែត្រៀមខ្លួនការពារតែប៉ុណ្ណោះយីហ្វេបានប្រើទៅកាន់សុងឈីឲ្យយកសៀវភៅនេះទៅកន្លែងលក់ទៅបើថាពិតជាទទួលបានប្រាក់មួយចំនួនស្រាប់តែសុងឈីក៏បានចារម្មណ៍ឆ្ងល់ទៅកាន់អូឈីងតើគេកំពុងតែចង់និយាយអ្វីមួយប្រតិកម្មខ្លួនប៉ុន្តែគាត់ពិតជាអត់យល់នោះទេចំណែកអាពីរអ្នកឯនៅខាងក្រៅវិញអាសក៏បានបញ្ចេញជាមួយនឹងអំណាចនៃធម្មពលមកឲ្យគ្រាន់តែចំហាយធម្មពលបញ្ចេញវាពិតជាខ្លាំងក្លាអ្វីដែលធ្វើឲ្យចំពោះអាសនឹងភ្ញាក់ផ្អើលដោយសារតែវាដឹងថាអ្វីដែលវាបានវាយបំផ្លាញនឹងបែរជាប្រែមកជាធម្មតាជាពិសេសក៏មានការវាយបកទៅកាន់ពួកគេទាំងពីរអ្នកនេះវិញមានជាមួយនឹងអាវុធជាច្រើនចេញអំពីរូបអក្សរទាំងអស់នោះបានដេញតាមវាយប្រហារទៅកាន់ពួកគេប៉ុន្តែអាវុធនោះនៅតែមិនអាចវាយចំទៅកាន់ចំពោះពួកគេនៅឡើយនោះទេបរិម្នាក់ឈ្មោះថាអាខ្មៅវាគឺមិនបានភ័យខ្លាចនោះទេចំពោះការវាយប្រហារអាវុធទាំងអស់នោះដោយសារតែវាមានជាមួយនឹងក្រណាត់រហ័សរហួនដែលពិតជាអាចការពារនិងបង្កើនជាមួយល្បឿនរបស់វាយ៉ាងខ្លាំងក្លាក៏អាចជួយសង្គ្រោះទៅកាន់គ្នារបស់វាម្នាក់ប៉ុន្តែក៏មើលទៅកាន់អាសរកំពុងតែមានការភ័យខ្លាចទោះជាពួកគេចង់ចាកចេញពីទីនេះក៏មិនអាចទៅរួចដោយសារតែពួកគេត្រូវបានឃុំឃាំងទៅដោយអំណាចចេញពីផ្លាកសញ្ញាមួយនោះដែលបានចាប់ពួកគេដូចជាទៅទីតាំងកន្លែងណាមួយឬក៏អាចហៅថាជាដែនអ្វីមួយក៏បានផងដែរមានជាមួយនឹងផ្លិតយ៉ាងធំគឺត្រៀមខ្លួនជាស្រេចដើម្បីវាយប្រហារទៅកាន់អាពីរអ្នកនឹងអាសរវាគឺមិនបានចោះចាញ់នោះទេវាក៏បានបញ្ចេញជាមួយនឹងឈើឆ្កាងរបស់វាយ៉ាងធំតែម្ដងដើម្បីទប់ទល់ជាមួយនឹងការវាយប្រហារមួយនោះអាខ្មៅឃើញដូច្នោះហើយក៏បានរួមដៃគ្នាជាមួយនឹងអាសរបញ្ចេញជាមួយនឹងអំណាចនៃថាមពលដើម្បីវាយបកបំផ្លាញទៅកាន់អំណាចនៃដែលបានបញ្ចេញមកវាយប្រហារមកកាន់ពួកគេទាំងពីរនាក់ចំណែកសាច់រឿងក៏បានបង្ហាញចំពោះយីហ្វេគេកំពុងតែគិតរឿងជាច្រើនថាតើអាសភៅនឹងលក់បានដាច់ប៉ុន្តែអាពីរអ្នកនេះបានឃើញថាយីហ្វេរបស់យើងគឺកំពុងតែមានការខឹងមកកាន់គេគឺកាន់តែខ្លាំងការពិតទៅយីហ្វេបានឃើញកាឡាតែប៉ុណ្ណោះគាត់ក៏បានយកផ្លិតនោះវាយទៅកាន់កាឡាប៉ុន្តែបែរជាឃើញថាការវាយកាឡាប៉ុន្តែអាចវាយប្រហារទៅកាន់ពួកគេទាំងពីរអ្នកនេះឲ្យរត់គឺឡើងត្រដាប់ត្រដួសសំបីតែឈើឆ្កាងគេក៏ត្រូវបានបំផ្លាញអាសមានការខឹងជាខ្លាំងប៉ុន្តែស៊ីជាមួយនឹងការវាយប្រហាររបស់យីហ្វេគឺបែកអាចខ្ទេចតែម្ដងហើយចំពោះអាខ្មៅក៏មិនរស់ផងដែរនិយាយទៅមួយការវាយប្រហាររលីសាច់ឈាមគេខ្ទេចអស់បាត់ទៅហើយនៅសល់តែអាវុធរបស់ពួកគេដែលបានបន្សល់ទុកនៅមុខផ្ទះរបស់យីហ្វេសុងឈីក៏បានដើរមកខាងក្រៅប៉ុន្តែបានដឹងថាគ្មានមនុស្សនោះទេប៉ុន្តែយើងឃើញថាអូឈីងកំពុងតែមានការភ័យខ្លាចជាខ្លាំងអ្វីក៏ភ្ញាក់ផ្អើលគេក៏ទទួលដឹងថានោះគឺជាចំហាយសម្លាប់ក៏បានចេញអំពីឆ្អឹងមួយនោះអាចទេថាមនុស្សដែលបានមកនឹងគឺត្រូវបានគេសម្លាប់ចោលគ្មានសល់សាច់ឆ្អឹងនោះទេសងឈីយើងវិញគឺបានដឹងថាអ្វីដែលគេឃើញនឹងគឺសត្វតែជារបស់ល្អនោះទេដោយគេចាប់ទុកថាអាថ្មឈើស្អីគេហ្នឹងគឺយកមកបិទកន្លែងចណ្ដាលកុំឲ្យវាថាមានសនាមការខូចខាតចំណែកក្រណាត់ដែលគឺជាអាវុធបង្កើនភាពរហ័សរហួនគឺជាក្រណាត់ជូតខោអាវវិញនិយាយទៅសងឈីរបស់យើងអត់ដឹងនោះទេអ្នកដែលដឹងគឺជាអូឈីងរបស់យើងនិយាយទៅដឹងពេកស្លាប់មុនគេតែម្ដងហើយចំពោះក្រណាត់មួយនោះសងឈីក៏បានប្រកល់ឲ្យទៅកាន់អូឈីងផងដោយសាច់រឿងក៏បានបង្ហាញចំពោះបរិះកម្មាប់យើងគាត់ក៏បានមកដល់ទីនេះហើយគាត់ក៏បានដើរតាក់គ្នាជាមួយនឹងសងឈីរបស់យើងផងដែរបរិះកម្មាប់នឹងក៏បានស្រែកថាឥឡូវនេះខ្ញុំគឺបានមកដល់ហើយឥឡូវនេះពួកយើងនឹងដោះស្រាយបញ្ហាចាស់និងបញ្ហាថ្មីខ្ញុំវូយ៉ងហុងដែលយើងក៏បានឃើញថាគាត់គឺប្រឈមមុខជាមួយនឹងលីហ្វេរបស់យើងតែម្ដងការនិយាយពួកគេពិតជាកាយសាហាវតែម្ដងសិតថាលើកនេះខ្ញុំមិនអោយចាញ់អ្នកម្ដងទៀតនោះទេតែតាមមើលទៅពួកគេទាំងពីរអ្នកកំពុងតែប្រកួតប្រជែងចំពោះការលេងអុកចំពោះលោកហុងយើងក៏បានដឹងថាមើលទៅយីហ្វេរបស់យើងមិនមែនជាមនុស្សធម្មតានោះទេព្រោះថាការលេងអុករបស់យីហ្វេពិតជាខ្លាំងដល់ថ្នាក់គាត់គឺមិនអាចយកឈ្នះទៅកាន់យីហ្វេឡើយនិយាយទៅការចាញ់នេះពិតជាត្រដាប់ត្រដួសតែម្ដងហើយគាត់ក៏បានឃើញជាមួយនឹងអាថ្មស្អីគេដែលគាត់ធ្លាប់ប្រយុទ្ធជាមួយនឹងមនុស្សអាពីរអ្នកនោះចឹងគាត់មានន័យថា
អូគាត់គឺជាមនុស្សដែលបានលាក់បាំងពីសមត្ថភាពហាក់បីជាអ្នកបានមើលស្រាលខ្ញុំពេកគាត់ក៏បានបញ្ចេញជាមួយនឹងរនាស់ធ្មេញ7ដោយគឺជាអាវុធដែលគាត់ទទួលបានគាត់ខំលះបង់ចំពោះជីវិតរបស់គាត់ពាក់កណ្ដាលប៉ុន្តែយីហ្វេយើងគិតថាគ្រាន់តែជារនាស់កញ្ចាំតែនេះគឺជារនាស់ធ្មេញ7ដែលវាគឺជាអាវុធលំដាប់តែម្ដងប៉ុន្តែយីហ្វេនៅតែនិយាយដដែលអូយអាតាកញ្ចាស់ហើយមើលទៅអាយចេះមើលទេគាត់ថានេះគ្រាន់តែជារនាស់កញ្ចាស់តែប៉ុណ្ណោះប៉ុន្តែលោកហុងយើងនៅតែមិនស្ដាប់អញខំលះបង់ជីវិតអញដើម្បីទទួលបានរនាស់នេះប៉ុន្តែគាត់ត្រូវបានយីហ្វេយើងយកទៅដើម្បីជួសជុលឲ្យតិចខូចជាមួយនឹងរនាស់ខ្ញុំធ្វើម៉េចទៅប៉ុន្តែយើងឃើញថាយីហ្វេក៏ចាប់ផ្ដើមត្រៀមខ្លួនជាស្រេចជួសជុលជាមួយនឹងរនាស់លោកហុងរបស់យើងគ្រាន់តែបន់ព្រះជួយតែប៉ុណ្ណោះសង្ឃឹមថាលោកប្អូនយីហ្វេពិតជាមិនធ្វើឲ្យខ្ញុំខកបំណងទៅយីហ្វេយើងវិញក៏ចាប់ផ្ដើមដំជាមួយនឹងអាញ័រដើម្បីជួសជុលទៅការរនាស់ធ្មេញ7ប៉ុន្តែបានធ្វើឲ្យលោកហុងគឺមានការភ្ញាក់ផ្អើលដោយការជួសជុលជាមួយនឹងអាវុធមនុស្សតាំងពីដៃច្រេះប្រែទៅខ្លាចជាពន្លឺពណ៌មាសម៉ែហើយតើនេះគឺជាអាវុធកម្រិតព្រះមែនដែរឬទេគាត់កំពុងតែមានការភ្ញាក់ផ្អើលអំពីយីហ្វេរបស់យើងគឺកាន់តែខ្លាំងអូយអញអើយមិនក៏ហ៊ានមើលងាយចំពោះសមត្ថភាពរបស់គាត់ពិតជាខ្លាំងយីហ្វេគិតថាអូអាតានេះប្រហែល3ថ្នាំឬក៏វិជ្ជករចរិតទេដឹងចំណែកមនុស្ស2នាក់នេះពួកគេក៏បានមករើចំពោះយីហ្វេរបស់យើងផងដែរកញ្ញាម្នាក់ហ្នឹងដូចជាមិនជឿថាយីហ្វេគឺជាអ្នកខ្លាំងនោះទេប៉ុន្តែលោកឈីសាននៅតែខំបញ្យោស្រាប់តែពួកគេក៏បានឃើញជាមួយនឹងអំណាចអ្វីទេគួរភ្ញាក់ផ្អើលអ្នកពីរនាក់ក៏មាត់ព្រោះថាគេបានឃើញជាមួយនឹងអំណាចនៃការជួសជុលរបស់យីហ្វេវាពិតជាខ្លាំងក្លាតែម្ដងជួសជុលជាមួយនឹងរនាស់ធ្មេញ7ទទួលបានជោគជ័យយីហ្វេក៏បានប្រកល់ចំពោះរនាស់មនុស្សឲ្យទៅការចំពោះលោកហុងមនុស្សដែលបានឃើញគឺមានការភ្ញាក់ផ្អើលព្រោះថារនាស់ដែលជួសជុលទៅដល់យីហ្វេយើងវាគឺជាអ្វីមួយដែលលំដាប់កម្ពូលបានធ្វើឲ្យលោកហុងគឺយំខ្លាំងតែម្ដងអ្នកបានមើលបានត្រឹមតែមានការចំណែនតែប៉ុណ្ណោះចំណែកលោកហុងវិញមានការអំណរគុណជាខ្លាំងទៅកាន់លោកយីហ្វេរបស់យើងនេះបានធ្វើឲ្យយីហ្វេគឺមានការឆ្ងល់ជាខ្លាំងយើងក៏បានឃើញអំពីលោកហុងរបស់យើងក៏ចាប់ផ្ដើមបញ្ចេញជាមួយនឹងក្បាច់គុណរបស់គាត់ធ្វើអ្វីនោះទេដែលនោះវាគឺជាពាក្យសម្បត្តិឋានសួគ៌នឹងផែនដីដោយវាគឺជាការស្បត់របស់គាត់ដែលស្មោះត្រង់ទៅកាន់ចំពោះយីហ្វេរបស់យើងនេះគឺជាតាអ្វីដែលលោកឈីសានគឺប្រាប់ដោយសារតែនេះគឺជាការស្បត់នៃឋានសួគ៌នឹងផែនដីហើយបើដូចជាគាត់គឺចង់ស្មោះស្ម័គ្រទៅកាន់លោកយីហ្វេរបស់យើងព្រោះថាបើសិនជាលោកយីហ្វេចង់ឲ្យគាត់ធ្វើអ្វីគាត់ក៏ប្រន់តាមបញ្ជាផងដែរសំបីឡៃថាប្រគល់ខ្លួនប្រាម្នាក់ឲ្យទៅកាន់លោកងាប់ណាខ្ពើមយើណាចេះឆ្ងាយណាអូយកាត់សិនអូយសម្រួលក្អួនតិចចូលសាច់រឿងយើងបន្តអូយចេះឆ្ងាយអញខ្ពើមតាកញ្ចាស់ចង្រៃមានន័យដាក់មកជើងខ្ទាតតែម្ដងអូលើកទី1ជប់នឹងចាស់ហើយអាពីរនេះឯងមកធ្វើអីដោយពួកគេទាំងពីរនាក់ហ្នឹងមកគឺប្រកល់ជាមួយនឹងអំណោយជារបស់វត្ថុមានតម្លៃនៅក្នុងនិកាយពួកគេតែត្រូវបានយីហ្វេងចាប់ទុកគ្រាន់តែជាថ្មកម្ដៅរបស់ខ្លួនតែប៉ុណ្ណោះយីហ្វេងក៏បានប្រកល់ឲ្យចំពោះពួកគេជាមួយនឹងសិភៅក្បាច់គុណដោយវាបានធ្វើឲ្យពួកគេមានការរំភើបជាខ្លាំងកញ្ញាហ្នឹងក៏បានយកជាមួយនឹងសិភៅម្នេះបាទហើយពួកគេក៏បានចាក់ចេញទាំងដៃពួកគេរត់ដណ្ដើមគ្នាប៉ុន្តែយើងឃើញថាអូឈីងយើងវិញកំពុងតែដេកញ័រតាតែម្ដងអាណិតខ្លាំងណាស់មួយសន្ទុះក្រេមើលឃើញថាទងឈីគឺបានយកជាមួយនឹងរទេះសេះបើតាមអ្វីដែលយីហ្វេប្រាប់ទាំងដៃយីហ្វេរបស់យើងគឺមិនចង់ឲ្យប្រារទេះសេះនោះទេព្រោះថាវាចំណាយប្រាក់សន្សំរបស់គាត់ជាច្រើនតែម្ដងសាច់រឿងក៏បានបង្វែរចំពោះលោកឈីងសានកំពុងតែបញ្ចុះបញ្ចូលទៅកាន់សិស្សប្អូនរបស់គាត់ឲ្យប្រកល់ជាមួយនឹងសៀវភៅក្បាច់គុណនេះមើលប៉ុន្តែឃើញថាពួកគេទាំងពីរអ្នកនឹងដណ្ដើមគ្នាដូចជាកូនក្មេងអញ្ចឹងប៉ុន្តែក៏ត្រូវបានលោកឈីងសានដណ្ដើមបានហើយក៏បានបញ្យោតែអ្នកដឹងទេហេតុអ្វីបានជាលោកយីហ្វេមើលទីនេះដោយសារតែទីក្រុងជាងពេញគឺជាទីកន្លែងមនុស្សអមតៈដំបូងគេដែលបានកើតឡើងអ្នកក៏មានការសង្ស័យអត់ហេតុអ្វីបានជាលោកយីហ្វេព្រមជួសជុលជាមួយនឹងរនាស់ធ្មេញ7ឲ្យទៅកាន់មនុស្សអាក្រក់ទាំង5ដែលគឺជាលោកហុងគឺដោយសារតែនោះក៏ជាផែនការរបស់លោកយីផងដែរមិនដឹងថាលោកយីហ្វេគាត់ចង់រៀបចំផែនការអ្វីឲ្យប្រកាសនោះទេពោលសាច់រឿងក៏បានបញ្ចប់នៅពេលដែលយីហ្វេរបស់យើងមកដល់ចំពោះទីក្រុងថ្មីអ្វីមួយឥឡូវនេះបានត្រឹមតែសំទោសទៅកាន់អ្នកដែលមើលពីវីដេអូទេព្រោះថាលើកទី1ត្រូវបានចុះ copyright អាកែរួចហើយអាចច្រឡំដៃធ្វើវីដេអូគុណ2អញ្ញាបានឆែកមើលគ្រប់ជ្រុងជ្រោយអញ្ចឹងហើយបានត្រឹមតែសំទោសហើយចំពោះការផុសម្ដងនេះសង្ឃឹមថាអ្នកនរគ្នាគឺកុំប្រកាន់ទុក្ខអ្វីចោះ